នេះគឺជាព័ត៌មានសង្ខេបសកម្មភាពសំខាន់របស់សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជាចាប់ពីថ្ងៃទី16ដល់ថ្ងៃទី21ខែមិថុនាឆ្នាំ2025ដែលមានសកម្មភាពសំខាន់ដូចតទៅនៅព្រឹកថ្ងៃច័ន្ទទី16ខែមិថុនាឆ្នាំ2025វេលាម៉ោង 8:30 នាទីព្រឹកនៅវិមានព្រឹទ្ធសភាគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភានីតិកាលទី5បានរៀបចំនៅកិច្ចប្រជុំក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាដោយកិច្ចប្រជុំមានរបៀបវរៈសំខាន់ដូចខាងក្រោម 1. ពិនិត្យឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីអំពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជាឲ្យបណ្ដាក្រុមហ៊ុនវិនិយោគអភិវឌ្ឍថាមពលអគ្គិសនីចំនួន24ច្បាប់ទី2ពិនិត្យឲ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីអំពីជលផលនិងទី3បោះឆ្នោតជ្រើសរើសបំពេញសមាជិកគណៈកម្មការមហាផ្ទៃការពារជាតិមុខងារសាធារណៈនិងកិច្ចការព្រំដែននៃព្រឹទ្ធសភានិងគណៈកម្មការសុខាភិបាលសង្គមគិច្ចអតីតយុទ្ធជនយុវនីតិសម្បទាការងារបណ្ដុះបណ្ដាលវិជ្ជាជីវៈនិងកិច្ចការនារីនៃព្រឹទ្ធសភានៅព្រឹកថ្ងៃទី16ខែមិថុនាឆ្នាំ2025វេលាម៉ោង 9:30 នាទីព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជានីតិកាលទី5បានបន្តសម័យប្រជុំលើកទី3ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាដែលមានសមាជិកព្រឹទ្ធសភាចូលរួមចំនួន60រូបមុននឹងចាប់ផ្ដើមដំណើរការអង្គប្រជុំនិងអនុលោមទៅតាមបទបញ្ជាផ្ទៃក្នុងសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនបានថ្វាយព្រះរាជសព្វសាធុការព្រះមហាក្សត្រីព្រះវររាជមាតាជាខ្មែរក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្មាយុហើយជាមួយនឹងសភាពការចំពោះមុខពាក់ព័ន្ធទៅនឹងស្ថានភាពបញ្ហាព្រំដែនកម្ពុជាថៃសម្ដេចតេជោប្រធានព្រឹទ្ធសភាបានថ្លែងសារពិសេសតាមរយៈការផ្សាយបន្តផ្ទាល់តាមស្ថាប័នផ្សេងៗជូនដល់ជនរួមជាតិក្នុងនោះទី1សម្ដេចតេជោបានអំពាវនាវដល់ពលករខ្មែរទាំងអស់ដែលកំពុងធ្វើការនៅប្រទេសថៃទោះមានលិខិតស្នាមឬពុំមានលិខិតស្នាមក្តីសូមត្រឡប់មកកម្ពុជាវិញក្នុងករណីមានការរើសអើងឬប្រមាថពីពួកជ្រុលនិយមថៃនៅទីនោះសម្ដេចតេជោបានថ្លែងសារគាំទ្រសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលណែនាំដល់ក្រសួងជំនាញនិងអាជ្ញាធរខេត្តពាក់ព័ន្ធទាំងអស់ផ្ដល់ការសម្របសម្រួលនិងសហការនានាព្រមទាំងផ្ដល់ជាមធ្យោបាយដឹកជញ្ជូនការស្នាក់នៅម្ហូបអាហារថែទាំសុខភាពបឋមនិងជួយស្វែងរកការងារនៅក្នុងស្រុកជូនដល់បងប្អូនពលករខ្មែរដែលត្រឡប់មកកាន់កម្ពុជាវិញដោយមិនទុកឲ្យពលករខ្មែរឲ្យក្រុមជ្រុលនិយមប្រមាថមើលងាយនោះឡើយសម្ដេចតេជោក៏បានថ្លែងអំណរគុណចំពោះសមាគមធនាគារនៅកម្ពុជានិងគ្រឹះស្ថានហិរញ្ញវត្ថុនានាដែលបានទទួលយកសំណូមពរនិងរួមគ្នាគាំទ្ររាជរដ្ឋាភិបាលក្នុងការសម្របសម្រួលនិងបន្ថយបន្ទុកដល់ពលករខ្មែរដែលជាប់បំណុលធនាគារឬគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលត្រឡប់មកកម្ពុជាវិញចំណុចទី2ទាក់ទងទៅនឹងការបិទច្រកចេញចូលនៅតាមព្រំដែនសម្ដេចតេជោបានបញ្ជាក់ពីជំហរយ៉ាងច្បាស់លាស់ថាភាគីកងទ័ពថៃគឺជាអ្នកបិទច្រកព្រំដែនមុនដោយឯកតោភាគីហេតុនេះកងទ័ពថៃត្រូវតែជាអ្នកបើកមុនផងដែរដែលជាលក្ខខណ្ឌចាំបាច់មុនពេលនេះដើម្បីសម្រួលឈានទៅរកប្រក្រតីវិញដោយស្ថានភាពមុនថ្ងៃទី7ខែមិថុនាឆ្នាំ2025ប្រសិនបើភាគីថៃប្រកាសបើកព្រំដែនទាំងអស់ឡើងវិញកម្ពុជានឹងបើកច្រកចេញចូលជាប្រក្រតីឡើងវិញផងដែរហើយភាគីកម្ពុជាមិនចាំបាច់ក្នុងការចូលរួមចរចាក្នុងការបើកច្រកឡើងវិញនោះទេសម្ដេចតេជោបានថ្លែងថាកម្ពុជាមានសេចក្តីថ្លៃថ្នូរមានកិត្តិយសនិងមានការទទួលខុសត្រូវខ្ពស់ចំពោះទង្វើរបស់ខ្លួនចំណុចទី3ចំពោះការសម្រេចចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការនាំយកបញ្ហាតំបន់បំបីប្រាសាទតាមាន់ធំប្រាសាទតាមាន់តូចនិងប្រាសាទតាក្របីទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ គឺដោយសារតែភាគីទាំងពីរពុំអាចស្រុះស្រួលគ្នាដោះស្រាយដោយយន្តការទ្វេភាគីបាននោះទេសម្ដេចតេជោបានថ្លែងថាការចរចាតាមផ្លូវច្បាប់និងការអនុវត្តច្បាប់អន្តរជាតិគឺជាជម្រើសសន្តិភាពយូរអង្វែងសម្រាប់ប្រជាជាតិនៃប្រទេសទាំងពីរនៅព្រឹកថ្ងៃទី19ខែមិថុនាឆ្នាំ2025សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាបានអនុញ្ញាតឲ្យឯកឧត្តមហ្វាយ៉ាមូស៊ីតកាស៊ីឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតបង់ក្លាដេសចូលជួបសម្ដែងការគូសំនិងពិភាក្សាការងារសម្ដេចតេជោបានស្វាគមន៍ហើយចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមមកកាន់ប្រទេសកម្ពុជានៅពេលនេះនឹងធ្វើឲ្យទំនាក់ទំនងរវាងកម្ពុជានិងបង់ក្លាដេសកាន់តែមានការរីកចម្រើនបន្ថែមទៀតឯកឧត្តមឯកអគ្គរដ្ឋទូតបង់ក្លាដេសបានអរគុណចំពោះសម្ដេចតេជោដែលបានផ្ដល់ឱកាសឲ្យឯកឧត្តមបានជួបនៅពេលនេះឯកឧត្តមបានលើកឡើងនៅពីចំណុចសុំការគាំទ្រពីសម្ដេចតេជោក៏ដូចជាសុំការគាំទ្រពីរាជរដ្ឋាភិបាល
ដែលទី1ឯកឧត្តមបានលើកឡើងដោយស្នើសុំការជំរុញពាណិជ្ជកម្មវិនិយោគកម្ពុជានិងបង់ក្លាដេសឲ្យកាន់តែមានការកើនឡើងបន្ថែមទៀតនិងសកម្មជាងមុនឯកឧត្តមបានលើកឡើងអំពីទស្សនវិជ្ជាសក្តានុពលរបស់កម្ពុជាជាពិសេសភាពរីកចម្រើននិងការអភិវឌ្ឍយ៉ាងឆាប់រហ័សដោយឯកឧត្តមបានលើកឡើងថាកាលពីឆ្នាំ2014រហូតមកដល់ពេលនេះប្រទេសកម្ពុជាមានការអភិវឌ្ឍជឿនលឿនប្លែកចំណុចទី2ឯកឧត្តមបានស្នើសុំឲ្យកម្ពុជាគាំទ្របង់ក្លាដេសគឺទូនាទីរបស់បង់ក្លាដេសក្នុងការធ្វើជាដៃគូរបស់អាស៊ានឯកឧត្តមបញ្ជាក់ថាបង់ក្លាដេសចង់ចូលរួមចំណាយធ្វើជាដៃគូកិច្ចសហប្រតិបត្តិការភាពជាដៃគូជាមួយអាស៊ានហើយបង់ក្លាដេសអាចធ្វើទៅបានជាពិសេសនៅក្នុងស្ថានភាពថ្មីៗគឺបញ្ហាមីយ៉ាន់ម៉ាដែលបង់ក្លាដេសគឺជាប្រទេសដែលស្ថិតនៅភូមិផងរបងជាមួយនឹងប្រទេសមីយ៉ាន់ម៉ាដែលជាផ្នែកមួយនៃការសន្ទនាជួយដល់អាស៊ានផងដែរជាការឆ្លើយតបសម្ដេចតេជោបានស្វាគមន៍ហើយគាំទ្រចំពោះជំហររបស់បង់ក្លាដេសដែលចង់ធ្វើជាដៃគូរបស់អាស៊ានតាមអន្តរវិស័យដែលជាផ្នែកមួយជួយដល់បង់ក្លាដេសក្នុងការពង្រីកទំនាក់ទំនងជាមួយអាស៊ាននិងក្នុងក្របខ័ណ្ឌសេដ្ឋកិច្ចពាណិជ្ជកម្មនិងក្របខ័ណ្ឌដទៃទៀតជាពិសេសបញ្ហាមីយ៉ាន់ម៉ាក្នុងនាមបង់ក្លាដេសគឺជាប្រទេសដែលស្ថិតនៅភូមិផងរបងជាមួយមីយ៉ាន់ម៉ាដែលជាផ្នែកដ៏សំខាន់ក្នុងការដោះស្រាយមីយ៉ាន់ម៉ាផងដែរសម្ដេចតេជោក៏បានផ្ដល់គំនិតថាបង់ក្លាដេសគួរតែគិតពិចារណាក្នុងការចូលជាដៃគូនៃអសឹបពីព្រោះថាបច្ចុប្បន្ននេះអសឹបកំពុងតែបើកផ្លូវឲ្យសមាជិកចូលរួមបន្ថែមទៀតដែលនេះគឺជាឱកាសដ៏ល្អរបស់បង់ក្លាដេសផងដែរនៅក្នុងឱកាសនោះផងដែរសម្ដេចតេជោក៏បានស្នើទៅដល់បង់ក្លាដេសគាំទ្រដល់កម្ពុជាទាក់ទងទៅនឹងស្ថានភាពព្រំដែនកម្ពុជាថៃដោយសម្ដេចបានពន្យល់អំពីហេតុការណ៍ដែលបានកើតឡើងថ្មីៗនេះហើយស្នើទៅដល់រដ្ឋាភិបាលបង់ក្លាដេសគាំទ្រដល់ជំហររបស់កម្ពុជាដែលបានលើកឡើងនិងការដោះស្រាយបញ្ហាដោយសន្តិវិធីជាពិសេសការជំរុញបញ្ហាទៅយន្តការច្បាប់អន្តរជាតិពោលគឺទៅកាន់តុលាការយុត្តិធម៌អន្តរជាតិ ICJ នៅព្រឹកថ្ងៃទី19ខែមិថុនាឆ្នាំ2025សម្ដេចតេជោហ៊ុនសែនប្រធានព្រឹទ្ធសភាក៏បានអនុញ្ញាតឲ្យឯកឧត្តមដាតុស្រីតុងឃីងស៊ីងរដ្ឋមន្ត្រីក្រសួងទេសចរសិល្បៈនិងវប្បធម៌នៃប្រទេសម៉ាឡេស៊ីចូលជួបសម្ដែងការគូសំសម្ដេចតេជោបានសម្ដែងនឹងការស្វាគមន៍ចំពោះឯកឧត្តមនិងគណៈប្រតិភូដែលបានអញ្ជើញមកទស្សនកិច្ចនៅកម្ពុជាហើយចាត់ទុកដំណើរទស្សនកិច្ចរបស់ឯកឧត្តមជាផ្នែកមួយនៃការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែមានភាពល្អប្រសើរហើយនិយាយដោយឡែកតាក់ទងទៅនឹងវិស័យទេសចរវប្បធម៌នៃប្រទេសទាំងពីរឲ្យមានការរីកចម្រើនទៀតផងដែរឯកឧត្តមរដ្ឋមន្ត្រីម៉ាឡេស៊ីក៏បានសម្ដែងនឹងការអរគុណចំពោះសម្ដេចតេជោដែលបានចំណាយពេលវេលាផ្ដល់ការជួបពិភាក្សានៅពេលនេះឯកឧត្តមក៏បានលើកឡើងអំពីសក្តានុពលនៃវិស័យទេសចរកម្ពុជានិងម៉ាឡេស៊ីជាពិសេសចំនួននៃការកើនឡើងភ្ញៀវទេសចរកម្ពុជាទៅកាន់ប្រទេសម៉ាឡេស៊ីនិងការកើនឡើងអ្នកទេសចរម៉ាឡេស៊ីមកកាន់ប្រទេសកម្ពុជាផងដែរសម្ដេចតេជោក៏បានផ្ដល់យោបល់ឲ្យភាគីទាំងពីរពង្រីកទំនាក់ទំនងទេសចរជាមួយគ្នាឲ្យកាន់តែច្រើនបន្ថែមទៀតតាមរយៈសក្តានុពលដែលយើងមានសម្ដេចតេជោក៏បានលើកឡើងឲ្យមានការហោះហើរត្រង់ពីម៉ាឡេស៊ីមកកាន់ប្រទេសកម្ពុជាដែលក្រៅពីការហោះហើរពីម៉ាឡេស៊ីមកកាន់ទីក្រុងភ្នំពេញសម្ដេចស្នើឲ្យបង្កើនការហោះហើរទៅកាន់ទីក្រុងសៀមរាបនិងក្រុងព្រះសីហនុបន្ថែមទៀតនៅក្នុងឱកាសនោះផងដែរសម្ដេចតេជោក៏បានជម្រាបដល់ឯកឧត្តមរដ្ឋមន្ត្រីទេសចរម៉ាឡេស៊ីនិងឯកឧត្តមឯកអគ្គរដ្ឋទូតម៉ាឡេស៊ីដែលបានអញ្ជើញមកដែរនោះដោយសម្ដេចបានស្នើឲ្យឯកឧត្តមពំនាំសារសម្ដេចតេជោតាក់ទងទៅនឹងបញ្ហាព្រំដែនកម្ពុជាថៃដើម្បីប្រាប់ទៅដល់ឯកឧត្តមនាយករដ្ឋមន្ត្រីម៉ាឡេស៊ីដែលជាប្រធានអាស៊ានឆ្នាំនេះដោយសម្ដេចបានពន្យល់អំពីស្ថានភាពនិងភាពពិតប្រាកដនៃការកើតឡើងជម្លោះកម្ពុជាព្រំដែនកម្ពុជាថៃជាពិសេសការចាប់ផ្ដើមនៃការបាញ់សម្លាប់ទាហានខ្មែរកាលពីថ្ងៃទី28ឧសភាកន្លងទៅនេះដែលជាការប្រមាថមកលើកម្ពុជាក៏ដូចជាការឈ្លានពានទឹកដីកម្ពុជាសម្ដេចតេជោបានបញ្ជាក់អំពីការបិទច្រកដោយឯកតោភាគីនិងការប្រមាថគំរាមកំហែងផ្សេងៗដូចជាការគំរាមបិទអគ្គិសនីនិងបិទអ៊ីនធឺណិតជាដើមសម្ដេចតេជោក៏បានលើកឡើងអំពីយន្តការរបស់កម្ពុជាដែលបានធ្វើគឺការដោះស្រាយដោយសន្តិវិធីជាពិសេសការជំរុញសំណុំរឿងទៅតុលាការយុត្តិធម៌អន្តរជាតិ ICJ